ជួបគ្នាកតុងខៀវអូកតុងខៀវបាទអូកតុងខៀវនឹងជួបល្បីណាជួបបាទដួងសូយ៉ាដួងធ្លាប់ជួបដួងសូយ៉ាទូក្រីដងដែរបាទដៃដងពីទូកនេះដែលគាត់មកធ្វើនេះគាត់សង្ឃឹមលើបារមីនៅវត្តកំពង់ស្វាយតែម្ដងអញ្ចឹងមានន័យថាពេលដែលគាត់ចាប់ផ្ដើមមកធ្វើទូកនេះគឺមានបារមីជួយចាប់គាត់ពីក្រោយបារមីប្រាប់បានធ្វើទូកនេះកើតបារមីប្រាប់ថាដាក់ក្របស្ពាន់បានអ៊ំកើតទូកនេះថាដៃកំពង់ស្វាយអត់យកទៅដាក់ណាបានទេអញ្ចឹងដើម្បីឲ្យដឹងកាន់តែច្បាស់ខ្ញុំបានមកជួបជាមួយលោកអ៊ំដែលជាបាទចាស់ព្រឹទ្ធាចារ្យដែលគាត់បានដឹងពីប្រវត្តិសាវតារបស់ទូកមួយគ្រឿងនេះយ៉ាងច្បាស់មែនទែនតាំងពីការកកើតរហូតមកដល់បច្ចុប្បន្នបាទជំរាបសួរលោកអ៊ំបាទខ្ញុំឈ្មោះឆេងលីមនៅភូមិកំពង់ស្វាយបាទលោកអ៊ំឆេងលីមបាទភូមិកំពង់ស្វាយឃុំកំពង់ស្វាយស្រុកកំពង់ស្វាយខេត្តកំពង់ធំបាទតើទូកនេះកសាងដោយជាងខាងណាហើយមានឈ្មោះអីដែរបាទជាងកំណើតទូកនេះជាងឈ្មោះតាភីជាងភីនោះគាត់នៅភូមិជារាំងក្រហមគាត់មិនដែលធ្វើទេទៅធ្វើស្នាដៃទូកងតែមួយនេះគាត់ជាងភីទូកនឹងជាស្នាដៃលើកដំបូងគាត់គាត់ធ្លាប់ធ្វើតែទូកសម្ប៉ានទូកពុកใหญ่ទេសម្ប៉ានបាទហើយទូកប្រហុកទូកអុយយើងទេបាទហើយដូច្នេះក៏រកជាងមិនបានទៅតាក់ទងគាត់គាត់ថាអាចធ្វើកើតប្រហែលជាល្បាក់ឆ្នាំចូល2000ឬមួយក៏នៅក្នុងដល់បែបកៅជាងទេមិនពីព្រោះទូកនេះរត់ជាង20ឆ្នាំហើយជប់បាទជួយទូកនេះដែលគាត់មកធ្វើនេះគាត់សង្ឃឹមលើបារមីនៅវត្តកំពង់ស្វាយតែម្ដងបាទគាត់ជឿជាក់លើបារមីបាទដល់ពេលកាលណាគាត់ធ្វើទៅរៀងមិនស្រួលគេប្រាប់ភ្លាមព្រឹកឡើងគេប្រាប់គាត់មកកាប់ឲ្យភ្លាមឲ្យចឹងមានន័យថាពេលដែលគាត់ចាប់ផ្ដើមមកធ្វើទូកនេះគឺមានបារមីជួយចាប់គាត់ពីក្រោយបារមីប្រាប់បានធ្វើទូកនេះកើតបាទបារមីនោះមិនមែនថាដើមមកប្រាប់ទេគាត់ដេកទេគេមកបញ្យល់សពបាទយកមកសង្វន់ទៅគាត់យកសពបាទយកសពទៅគេមកគូវាប្រាប់គាត់ដោយថាឲ្យធ្វើតាមក្បួនបានសួរគាត់ត្រង់ថាគេមកគូឲ្យឃើញនេះអត់បាទតែព្រឹកឡើងគាត់មកយកបន្ថែមមកចោចោតាមដែលគាត់ដឹងតាមការស្ដាប់មកដល់តែព្រឹកឡើងខ្ញុំឲ្យមករងថ្ងៃមកដល់កាប់ពឹបតែពី3បថៅទៅទៅនោះពី3បថៅបាទហើយគាត់កាប់កាប់តាមបាទដល់ទៅពេលធ្វើរួចហើយដល់ធ្វើរួចហើយរៀបចុះទឹកបាទរៀបចុះទឹកបានបារមីប្រាប់ថាដាក់ក្របស្ពាន់បានអ៊ំកើតទូកនេះក្របស្ពាន់អានេះជាសពទេណាបាទក្នុងជាសពគាត់គេឲ្យដាក់ក្របស្ពាន់បាទទូកនេះប្រើក្របហ្មងគេហៅក្របកែវហ្នឹងបាទក្របកែវប៉ុន្តែឥឡូវគេលើហៅក្របកែវប៉ុន្តែក្នុងជាសពគាត់គេឲ្យថែមក្របស្ពាន់បាទដល់ក្របស្ពាន់គាត់មិននឹងធ្វើយ៉ាងម៉េចបាទរៀបចុះទៅអ៊ំអើយបាទគាត់ថាអត់បានទេក្មួយឈប់សិនបាទនេះបានថែមនេះក្របកែវនេះកាលធ្វើរួចភ្លាមដែលត្រៀមចុះហ្នឹងអត់ទាន់មានក្របកែវទេបាទអត់ទាន់មានក្របកែវទេដល់ទៅពេលដែលយើងនឹងទៅគេអត់ឲ្យយកចុះទេអត់ឲ្យចុះទេឲ្យដាក់ក្របសិនតែអ៊ំអត់កើតទេគេថាអ៊ំអត់កើតទេបាទបារមីគេថាអ៊ំអត់បានទេបាទឥឡូវមកធ្វើនេះទៀតមកធ្វើក្រៅដាក់ចាប់ក្របចាប់ដើមដាក់ក្របហើយព្រលឹមឡើងគាត់ចាប់ក្របហើយក្របជួយឲ្យធ្វើមកក្តារមើលក្តារសិទ្ធិពៀនហាមបាទទៅលាក់ញីឈ្មោះគាត់លាក់ហ្នឹងហើយឡើងអ៊ំដឹងទៅប្រវែងប្រហែលដែរទូកនេះ22ប្រហែលទឹកទេវាដូចភ្លេចទីបានហ្នឹងចឹងដឹងតែ22ម៉ែត្រទៀងហើយចំណុះទីថ្មី44ដល់ទៅអ៊ំបានមួយឆ្នាំលាក់នៅ43 43ស្គាល់44ហ្នឹងហើយ43 44ស្គាល់លោកអ៊ំជាអ្នករស់បាទទូកបាទខ្ញុំអ្នកកើតមកទូកនេះអ៊ំអាចជំរាបបានទេទូកនេះតាំងពីកកើតរហូតមកដល់ឥឡូវមានឈ្មោះប្រហែលដែរអត់មានទេមានតែមួយគត់ដាក់ឈ្មោះដៅដៃកំពង់ស្វាយដៅដៃកំពង់ស្វាយដើមដាក់សវណ្ណឯកដៅដៃកំពង់ស្វាយអ៊ំពាក់ព័ន្ធនឹងឈ្មោះដៅដៃកំពង់ស្វាយតើដំណើរដើមទូកនេះបានបណ្ដាលឲ្យយើងជ្រើសរើសឈ្មោះដៅដៃនឹងតាមមានទំនាក់ទំនងជាមួយប្រវត្តិដៅដៃយ៉ាងណាបាទចាំមើលខ្ញុំនិយាយជម្រាបប្រាប់លោកមួយណាដៅដៃកំពង់ស្វាយនេះតាំងពីបរមបុរាណមកពីដើមមិនមែនខេត្តកំពង់ធំទេណាបាទខេត្តកំពង់ស្វាយនៅកន្លែងនេះបច្ចុប្បន្នខេត្តកំពង់ធំមានឈ្មោះថាខេត្តកំពង់ស្វាយបាទកំពង់ធំអត់ទាន់មានទេមានពីនេះរួចបានគេទៅធ្វើកំពង់ធំក្រោយនៅនេះទេបាទខេត្តនៅហ្នឹងបាទដៅដៃកំពង់ស្វាយបាទហើយដៅដៃកំពង់ស្វាយមេសង្គ្រាមមិនធម្មតាទេបាទអ្នកដៅនឹងឈ្មោះដៅដៃឬមួយក៏ឈ្មោះជាមេតបអីមេតបគេហៅថាមេតបដៅដៃបាទ
ប៉ុនគាត់ឈរនៅភូមិកំពង់ស្វាយ អូគាត់ឈរនៅនឹងកាន់នៅខេត្តដែលដាក់ឈ្មោះដែកនៅលើទូកនេះដោយសារពីមុនមកជាទីតាំងតំបន់ ទីតាំង មេតបដែកដែលលោកបានកាន់កាប់នៅតំបន់នេះ បាទ បាទអូបាទ ទៅដែលដំបងដៃបងអស់ទៅទីក្រុងភ្នំពេញបាទទី1 បាទ ទៅភ្នំពេញ បាទ ជាប់កតុងជួបគ្នាកតុងខៀវ អូកតងខៀវ បាទ អូកតងខៀវនឹង បាទ ទូកល្បីណា បាទកតុងខៀវស្តៀងគ្នាណានេះបើគាត់ធំ អូរៀងរ៉ៃស្តៀងគ្នា បាទស្តៀងគ្នា ធំជាង បាទ បាទ ធំជាង បាទកតងខៀវមានរិទ្ធ ដល់អ៊ំទៅចាញ់នោះក៏ចាញ់មកក្បាលមកអង្គុយ អូចាញ់កតងខៀវ បាទចាញ់កតុងខៀវចាញ់ទាំងពីរជើង ចាញ់ទាំងពីរជើង ខាងណាដូចខាងណាគឺតែដូចស្រិតទៅ អូបាទ បាទខាងណាដូចខាងណាចាញ់ទៅប៉ុណ្្នឹងដូចគ្នា បាទចាញ់ ពីរ ទាំងខ្សែទៅខាងក្នុងក្រៅចាញ់តិច ចាញ់ តិច ដូចគ្នាអត់មានឲ្យថាទៅពាក់កណ្ដាលទុកអីក៏អត់ទៀតទេ បាទបាទ ត្រឹមសុំអង្គុយឯង បាទ ចំកតុងខៀវមកបានទៅចំខ្លាញ់ក្លាហាន អូចំកតងខៀវខ្លែងក្លាហានឆ្នាំដំបូង អង្គាបោះនៅប្រទេសមានជ័យ គេបោះ ចាញ់ទៅដែរ បាទបាទ បាទហើយនឹងអរែងដែរសៃម៉ៅក្រាំងយើ ស្រីម៉ៅអូ ហើយនឹងអរែងដែរអាយស អៃស ត្រើយស្លា ក្រោយស្លា អាមួយភ្លេចឈ្មោះបាត់ហើយនៅកចេះ អូដឹងតែខែកចេះ នៅខេត្តកចេះ ទៅ ឈ្ ជិះ មោះឲ្យគួយស្អីយូរអានោះសិតតែលេងដំបងហើយបាទទៅឡប់ទៅចាក់ត្រឡោកនោះវិញ អូទៅជួបអីខាងបរាយវិញ ប្រៃមកអីដែរ បរាយជួបបច្ចៈតឡោក ជួបអានឹងមួយហើយនឹងពេលបោះពួយនៅវត្តពឹសពិសី ឲ្យពិសីរូបពេលរបស់ពួយ បាទពេលបោះពួយបាទពេលបោះពួយអានោះថ្មីដូចគ្នា មិនដូចគ្នា ចេញប៉ាជួប តែប៉ាជួប បាទដួងសូយ៉ា អូដួងធ្លាប់ជួបដួងសូយ៉ាទូក្តីដងដែរ បាទដៃដូងបើសិនណានិយាយថាមនុស្សអុយវាបោអុយនិយាយមិនល្អអុយវាកាអាច ចឹងបាទបាទ វាធ្វើវាអុយដែរណា មិនចឹងណាបាទ ហើយប៉ុន្តែដល់កាលណាចុះទៅអ៊ំបើក្រៅខ្ញុំបែបខ្ញុំយ៉ាប់ដែរ ចឹងអូបាទបាទ ខ្ញុំយ៉ាប់ប៉ុន្តែខ្ញុំនិយាយសុំគេទៅកាលណាយើងចុះទៅចំណោមធំឬមួយវាឆ្ងាយពីវត្តហើយស្រីប្រុសមិនសូមអស់លោក បាទបាទ កុំឲ្យប្រកែប្រកាន់អូសទោសសំណើអុយយ៉ាងម៉េចសូមកុំឲ្យប្រកែប្រកាន់អុយព្រោះចុះទៅលេងហើយចាំមកដល់កន្លែងវិញទៅមិនទៅចុះ បាទបាទ បាទហើយទុកនេះតាំងពីកើត បាទ កើតភ្លៀងទៅសាកវងទៀល អូកើតព្រាមទៅសាកមួយនេះអា អានដំបងឲ្យទៅសុំគេសាកវងទៀលហ៎ បាទបាទ បាទដល់ទៅសាកវងទៀលដល់គេហៅភូមិពោត្រេក បាទ ដល់ភូមិពោត្រេកសណ្ដាយ4គីឡូលោតចូលឲ្យព្រុស ដីស្ដាយ បាទ ទៅស្ដាយ4គីឡូរត់ បាទលោតចូលដល់ទុក អូ ដល់លោតចូលកណ្ដាលទុកទៅអីស្រែកពីមុខអត់ទាន់មកវាយងាប់បាទ អូអ៊ំស្រែកពេលត្រីលោតចូលអ៊ំស្រែកថាកុំឲ្យ កុំឲ្យធ្វើវា បាទបាទ ដល់ទៅច្បាស់ដៃវាយងាប់បាទ អូ ហើយធ្វើមិនលែងទៅវិញក៏លែងកើត ជារបស់បុរាណ អូបានប្រហែលជា100ម៉ឺនកណូតទៅលបូតឡាច់ចាក់បាទ អូកណូតអូ ហ្នឹងហើយកណ្ដែតឯងដែតកណូតទៅគឺស្រែកទុកអ៊ំទៅទុកទៅ អូខូចកណូត ហ្នឹងហើយលបូតអាឡាច់ចាក់ទៅរកវាជីយកទៅពីកំពង់ធំបានវាថ្ងៃក្រោយវាថាដឹកអានេះខ្ញុំឈប់ដឹកហើយ អូ ខ្ញុំរៀងហើយអានេះអត់បានទេ បញ្ហាឲ្យដល់មនុ ហ្នឹង ស្ស ហើយចេះទៀតក្មួយបើសិនណាជាអ៊ំបើវាឈ្នះគេអត់ត្រូវអុយឯទុកនេះ អញ្ចឹង បើសិនណាជាមិនឈ្នះប្រយ័ត្នឲ្យទៅជួនហើយមិនជួនណាទេអូមកវិញ បាទអ៊ំនេះចូលនិវត្តន៍ប្រហែលជានៅខ្ទង់ឆ្នាំណាដែរ ថាវាអត់ចាំក្មួយ ឈប់កាលឈប់អ៊ំ អត់ចាំ 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 ដល់2000ជាង បែបមិន2000ជាងនេះឈប់អ៊ំ20ផ្លៃឆ្នាំ អូ20ជាងឆ្នាំខ្ទង់ចូលជាង20ឆ្នាំ ហ្នឹងហើយជាង20ឆ្នាំ នេះសន្តិដ្ឋនៅក្នុងវត្ត គាត់កំពង់ស្វាយបាទ ឃុំ ភូមិកំពង់ស្វាយ ឃុំ កំពង់ស្វាយ ស្រុកកំពង់ស្វាយកំពង់ស្វាយទាំងអស់ កំពង់ស្វាយទាំងអស់ តែខេត្តមួយគឺខេត្តកំពង់ធំ ហ្នឹងហើយខេត្តកំពង់ធំហ្នឹង បាទ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 អញ្ចឹងខ្ញុំអរគុណណាស់បាទបាទ